ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកនាំបងប្អូនទាំងអស់គ្នាមករៀនពីរបៀបធ្វើម៉ាស់ពីផ្លែបឺដើម្បីបិទមុខទាំងអស់គ្នាចាគ្រឿងផ្សំរបស់យើងគឺមាន3មុខនេះគឺខ្ញុំមានផ្លែបឺ1ផ្លែទឹកឃ្មុំហើយនិងទឹកដោះគោស្រស់បើសិនជាបងប្អូនមានទឹកដោះគោឆៅក៏បងប្អូនអាចដាក់បានដែរអញ្ចឹងខ្ញុំមានបឺ1ផ្លែហើយនិងទឹកឃ្មុំបន្តិចហើយនិងទឹកដោះគោដែរចឹងបងប្អូនអរគ្នាអាចជ្រើសរើសផ្លែបឺណារៀងទុំតិចមកដើម្បីឲ្យវាម៉ត់ល្អអញ្ចឹងលាយចូលគ្នាឲ្យវាម៉ត់ល្អវាយសកត់ផ្លែបឺនឹងឲ្យរៀងម៉ត់តិចទៅហើយយើងច្របល់ចូលគ្នារហូតតតែវាលាយចូលគ្នាជាសាច់មួយអញ្ចឹងបងប្អូនអរគ្នាអញ្ចឹងវិធីសាស្ត្រនេះជួយធ្វើឲ្យស្បែកមុខរបស់យើងទន់រលោងហើយមានសំណើមអញ្ចឹងដោយសារវាធ្វើពីផ្លែបឺអញ្ចឹងបងប្អូនអរគ្នាវាល្អសម្រាប់មុខរបស់យើងអញ្ចឹងបើសិនជាបងប្អូនធ្វើហើយបងប្អូនអាចយកវាមកលាបលើមុខបានហើយបើសិនជាបងប្អូនចង់ធ្វើដូចខ្ញុំបងប្អូនអាចមានពុម្ពទឹកកកយកវាដាក់ទៅក្នុងពុម្ពទឹកកកដើម្បីបកកវាហើយយើងអាចប្រើវាជាដុំទឹកកកយកមកលុញលើមុខរបស់យើងបានហើយបន្ទាប់ពីវាលាយហើយយើងដូចបិទម៉ាស់ម្តងទៀតនៅលើមុខរបស់យើងអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់ទុកបានយូរហើយធ្វើដូចខ្ញុំបងប្អូនអាចមានទូទឹកកកមានពុម្ពទឹកកកដាក់វានៅក្នុងទូទឹកកកដូចខ្ញុំដែរអញ្ចឹងណាអញ្ចឹងវិធីសាស្ត្រនេះគឺងាយស្រួលទេតែបើសិនជាបងប្អូនអត់ចង់ធ្វើដូចខ្ញុំទេបងប្អូនទាំងអស់គ្នាអាចលាយល្បាយ3មុខនេះចូលគ្នាហើយយកមកលាបនៅលើមុខហើយបើសិនជាសល់បងប្អូនអាចដាក់ទូទឹកកកបានប៉ុន្តែគ្រាន់តែវារក្សាអត់បានយូរអញ្ចឹងបងប្អូនទាំងអស់គ្នាវាអាចបដូរពណ៌ឬក៏បដូរក្លិនអីដែរអញ្ចឹងអាចរក្សាទុកបានត្រឹមតែ2ថ្ងៃអីទេត្រូវលាបឲ្យអស់ហើយធ្វើថ្មីលាបម្ដងទៀតអញ្ចឹងបើសិនជាបងប្អូនចង់ទុកបានយូរបងប្អូនធ្វើដូចខ្ញុំទៅគឺយកពុម្ពទឹកកកមកដាក់ហើយវាកកអញ្ចឹងទុកបានយូរចាអញ្ចឹងវិធីសាស្ត្រធ្វើម៉ាស់ពីផ្លែបឺរបស់យើងគឺរួចរាល់ហើយអញ្ចឹងខ្ញុំអាចយកទៅដាក់ទូទឹកកកបានហើយស្អែកខ្ញុំអាចប្រើវាបានហើយអរគុណបងប្អូនទាំងអស់គ្នា